ជួនពរទៅដល់ពួកគាត់ឲ្យចេះស្រឡាញ់គ្នារហូតដល់បន្តទៅដល់ជម្រាបបាទតិចតិចបាទកុំឲ្យរលំបាទតិច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 បាទតិចឈោតតិច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 បាទហើយបាទទៅក្រមុនទៀតបាទចូលច្រើនមកជំរាបសួរសួស្តីបងប្អូនទាំងអស់គ្នាថ្ងៃទី21ខែ2 2026ខាងយើងបានទៅរៀបចំនំខេកកាត់ចំណងដៃកូនកន្លោះកូនមុំនៅខាងដូនទេសហើយនិយាយទៅក្រោយពីភាពស្រស់ស្អាតរបស់នំហ្នឹងគឺមានជំនួយការពិសេសដែលយកចិត្តទុកដាក់ជួយរៀបចំធ្វើនំចេញពីចិត្តហ្មងខេកកម្មវិធីនេះគឺមានខុបខេកលាយដេក័របែបកូនកំមុំកូនកន្លោះហើយនឹងហុកបេះដូងអីអញ្ចឹងតោះគ្នាបែបសាមញ្ញប៉ុន្តែស្អាតអញ្ចឹងលាយជាមួយនឹងនំ3ជាន់ដែរមានតែមួយជាន់3ជាន់និងខុបខេកហើយកាន់តែពិសេសទៀតនោះគឺច្បាយទួយតាមទៅត្រួតពិនិត្យការងារដល់កន្លែងខ្លួនឯងហ្មងហើយសម្រាប់បងប្អូនដែលមានតម្រូវការកម្ងនំខេកទៅដាក់ក្នុងកម្មវិធីពិសេសឬក៏កម្មវិធីមង្គលសិរីអីផ្សេងអាចតាក់ទងសួរព័ត៌មានបន្ថែមពីខាងយើងបានណាបងប្អូនដូចម៉ូតខេកក្នុងកម្មវិធីនេះដែរខាងយើងគឺទៅរៀបចំជូនដល់កន្លែងផ្ទាល់តែម្ដងរឹតតែពិសេសហ្នឹងគឺនំខេកបែបហ្នឹងបានទាំងស្អាតហើយចំណេញអាចញ៉ាំបានអញ្ចឹងបងអូនតម្លៃសមរម្យអត់ដូចនំស្នោដែលមាន5ទៅ7ជាន់ហ្នឹងគឺប្រភេទនំស្នោញ៉ាំអត់កើតទេហើយក៏សូមអរគុណជាពិសេសដល់កូនកន្លោះសង្ហានិងកូនកំមុំដ៏សែនខ្ជូតមែនតែនហ្មងកូនកំមុំនេះហានិងសូមជូនពរដល់គូស្វាមីភរិយាថ្មីមានតែសេចក្តីសុខស្នាមញញឹមសុភមង្គលក្នុងក្រុមគ្រួសារឲ្យបានច្រើនជោគជ័យគ្រប់ភារកិច្ចយើងខកត្រូវអីក៏យើងអធិស្ឋានឲ្យគ្នាបាទបងប្អូនអាចជួបពរទៅដល់ពួកគាត់ទាំងពីរបាទអាចលើកដៃជាចង្វាក់ភ្លេងបាទខោសាបមែនទេបាទតិចតិចបាទកុំឲ្យរលំបាទតិច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 បាទតិចឈោតតិច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 បាទហើយបាទទៅក្រមុនទៀតបាទច្រើនតែដៃមួយឥឡូវចង់សួរពុកម៉ែបងប្អូនបាននៅជុំបាទជាតិណាស់កូនឆ្ងាញ់អត់ណាមីងឆ្ងាញ់អត់បាទខ្ញុំលេងទឹកមាត់ដែរណាបាទបញ្ចុកឲ្យគ្នាម្នាក់ម្ដងបាទចូលច្រើនមកត្រៀមបាទយប់ហ្នឹងនឹងមិនមកបាទកុំបាទបញ្ជាក់កូនកំឡោះបាទកុំហូបស្វឹងបាទបាទកុំដាក់ជ្រុលបាទចូល